បាទសួស្តីអ៊ំពូមីងទាំងអស់គ្នាបាទថ្ងៃនេះភ្លៀងខ្លាំងនៅខាងក្រៅបាទខ្ញុំចេញតាណាអត់រួចអញ្ចឹងក៏ឆ្លៀតមកឆ្លើយនឹងសំណុំពរអ៊ំពូមីងទាំងអស់គ្នាដែលតែងតែសំណុំពរឲ្យអ៊ំដនធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងចំណេះដឹងរថយន្តបាទថ្ងៃនេះខ្ញុំមកចែករំលែកនឹងសំណុំពរតែមួយទេបាទន័យថាសំណុំពរច្រើនតែខ្ញុំពាក់ព័ន្ធជាមួយនឹងឡានតែមួយបាទខ្ញុំចំពោះ Highlander បាទ Highlander ខ្ញុំមានបទពិសោធន៍លក់ច្រើនគ្រឿងបាទបើគិតនៅក្នុងអាជីពរបស់ខ្ញុំជាច្រើនឆ្នាំមកនេះខ្ញុំលក់ Highlander អត់ក្រោម500គ្រឿងទេអញ្ចឹងគិតថាបទពិសោធន៍ប៉ុណ្ណេះបាទខ្ញុំអាចនឹងចែករំលែកបានខ្លះទៅកាន់អ៊ំពូមីងទាំងអស់គ្នាដែលមានបំណងទិញ Highlander យកទៅប្រើប្រាស់បាទហើយចំពោះការខ្វះខាតផ្សេងទៀតសូមឲ្យបងប្អូនរួមអាជីពទាំងអស់គ្នាខមមិននៅក្នុងវីដេអូនេះផងសម្រាប់ការចែករំលែកចំណេះដឹង Highlander បាទ Highlander គឺមានចរាចរណ៍នៅក្នុងស្រុករបស់យើងប្រហែលជាខ្ទង់ជាង10ឆ្នាំហើយបើតាមខ្ញុំដឹងបាទហើយរហូតមកដល់ឆ្នាំ2025នេះក៏នៅតែជាការពេញនិយមសម្រាប់អ៊ំពូមីងទាំងអស់គ្នាផងដែរជួនកាលឡានខ្លះបាទវាហួសស៊េរីហើយ01 02 03ប៉ុន្តែតម្លៃរបស់វានៅតែខ្ទង់10000នៅឡើយទេបាទក្នុងឆ្នាំ2025នេះហើយអ៊ំពូមីងទាំងអស់គ្នាដែលទៅតែមានបំណងឬក៏ទៅតែមានថវិកាក្នុងការជាវរថយន្តក៏ចង់ដឹងពីការប្រើប្រាស់ចំពោះ Highlander និងរថយន្តផ្សេងទៀតទៅតាមចំណង់អ៊ំពូមីងទាំងអស់គ្នាអញ្ចឹងទៅវីដេអូនេះក៏អធិស្ឋានទៅកាន់អ៊ំពូមីងទាំងអស់គ្នាផងដែររៀងវែងបន្តិចបើសិនជាអ៊ំពូមីងទាំងអស់គ្នាអត់មានពេលទេអាចសេវទុកមើលខាងក្រោយក៏បានដែរបាទថ្ងៃណាទំនេរអាចបើកមើលទៅបាទអ៊ំដននឹងចែករំលែកចំពោះ Highlander បាទកុំឲ្យខាតពេលបាទខ្ញុំមកបញ្ជាក់ជូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះតែឆ្នាំ07ចុះក្រោមទេបាទចំពោះឆ្នាំ08ឡើងទៅគឺ Highlander គេដូររូបរាងហើយអញ្ចឹងខ្ញុំជូនជាសំណូមពរត្រឹម07ចុះមកក្រោមបាទចំពោះ01ដល់03បាទភិនភាគរបស់វាគឺដូចគ្នាចំពោះ04ទៅដល់07បាទផ្លាស់ប្ដូរតិចតួចរូបរាងនៅដដែលប៉ុន្តែផ្លាស់ប្ដូរស្តុបក្រោយមុខកាង7អីចឹងទៅចាចំពោះប្រភេទស៊ីឡាំង Highlander ក៏បែងចែកផ្សេងគ្នាផងដែរបាទ1 4ម៉ាស៊ីន1 6ម៉ាស៊ីនភិនភាគឡានខាងក្រៅបាទពី01ដល់07ខ្ញុំបញ្ជាក់ជូនអ៊ំពូមីងទាំងអស់គ្នាមិនថា4ម៉ាស៊ីនឬក៏6ម៉ាស៊ីនទេរូបរាងខាងក្រៅក៏លេខមួយផ្លែតគឺដូចតែគ្នាទេអត់មានអីខុសទេបាទចំពោះខាងក្នុងគឺអាចនឹងខុសគ្នាខ្លះប៉ុន្តែខុសត្រង់តែពណ៌ឬក៏ option ផ្សេងតែប៉ុណ្ណោះទេចំពោះការប្រើប្រាស់ option នៅក្នុងស្រុកយើងបាទ Highlander มันមាន option អីច្រើនសម្រាប់អ៊ំពូមីងទាំងអស់គ្នាជ្រើសរើសទេបាទពាក់ព័ន្ធជាមួយនឹង option មានត្រឹមតែកៅអីចុចក្នុងពណ៌ប្រផេះបាទប្រផេះខ្មៅប្រផេះសលឿងអីចឹងទៅខុសគ្នាកៅអីចុចដបូលបើកពង2ពង4អីចឹងទៅគឺអត់មានខុសគ្នាទេបាទអានេះចំពោះ4ម៉ាស៊ីនបានន័យថាឡានខ្លះទៅមានកៅអីចុចឡានខ្លះទៅក៏អត់មានកៅអីចុចដែរឡានខ្លះក៏មានកៅអីចុចតែបើកដបូលឡានខ្លះទៅអត់មានកៅអីចុចទេដបូលបើកដូចតែគ្នាអញ្ចឹងត្រឡប់ត្រឡិនពិបាកនឹងស្វែងយល់គ្រាន់តែខ្ញុំបញ្ជាក់ជូនអ៊ំពូមីងទាំងអស់គ្នាអញ្ចឹងគឺ option អត់ច្បាស់លាស់និយាយឲ្យខ្លីអញ្ចឹងហ្មងស្រួលស្ដាប់បាទបានន័យថាវាប្រែប្រួលទៅតាមឡានអញ្ចឹងទៅខ្ញុំក៏សាកសួរអ្នកដែលធ្លាប់ដឹងពីនេះដែរគាត់ថានៅស្រុកគេបាទគេអាចកំង option បាននៅរោងចក្រតែហ្មងបាទអ្នកខ្លះគាត់ត្រូវការ option ច្រើនអ្នកខ្លះគាត់អត់ត្រូវការ option ទេអញ្ចឹងរោងចក្រគេក៏កាត់បន្ថយតម្លៃទៅតាមនឹងដែរអានេះខ្ញុំគ្រាន់តែលើពីគេដែរប៉ុន្តែខ្ញុំអត់ច្បាស់លាស់ក្នុងការបង្ហាញជូនអ៊ំពូមីងទាំងអស់គ្នាទេអានេះចំពោះពាក់ព័ន្ធជាមួយនឹង4ម៉ាស៊ីនបាទបានន័យថាឡានពណ៌ប្រាក់អញ្ចឹងទៅវាមានខាងក្នុងពណ៌ប្រផេះបាទឡានពណ៌ខ្មៅខាងក្នុងពណ៌លឿងបាទឡានពណ៌សមានក្នុងលឿងក្នុងប្រផេះបាទឡានទាំងអស់បាទ Highlander ពី01ដល់07ខ្ញុំបញ្ជាក់នៅខាងដើមហ្នឹងឡានខ្លះគឺខាងក្នុងមានកៅអីចុចបាទខាងខ្លះមានពង4ខ្លះមានពង2បាទខ្លះប្រផេះក្នុងខ្លះសក្នុងខ្លះលឿងក្នុងអាហ្នឹងគឺបត់បែនទៅតាមនឹងឯងមានដបូលបើកដបូលអត់បើកដបូលបត់អីអញ្ចឹងទៅគឺផ្សេងគ្នាបាទនេះខ្ញុំបញ្ជាក់ជូនអ៊ំពូមីងទាំងអស់គ្នាអញ្ចឹងបាទ6ម៉ាស៊ីនក៏អត់ខុសគ្នាដែរបាទ6ម៉ាស៊ីនគឺប្រហែលគ្នាទេ6ម៉ាស៊ីនគ្រាន់តែគេបែងចែកមួយជាប្រភេទធម្មតាមួយជាប្រភេទ limited full option ពាក់ព័ន្ធទៅដល់ការដែលឡានមានប្រភេទ option ធម្មតាឬក៏ full ខ្ញុំសូមសង្កត់នៃអ៊ំពូមីងទាំងអស់គ្នាបន្តិចបាទ full មិន full ការប្រើប្រាស់នៅក្នុងស្រុកយើងខ្ញុំគិតថាវាអត់មានអីចាំបាច់បាទអត់ចាំបាច់
ខ្ញុំគ្រាន់តែជាសំណុំពររបស់ខ្ញុំទេហើយក៏បើសិនជាខុសឆ្គងយ៉ាងណាអាចធ្វើការ comment ទៅតាមអារម្មណ៍បងប្អូនទាំងអស់គ្នាទៅបាទចំពោះ Highlander ពាក់ព័ន្ធជាមួយនឹង6ម៉ាស៊ីនធម្មតានិង6ម៉ាស៊ីន limited full បើពីមុនវិញអាចនឹងខុសគ្នាខ្ទង់ប្រហែលជា2000បាទទៅ$3000ខ្ញុំបញ្ជាក់ជូនអ៊ំពុំមិញទាំងអស់គ្នាអញ្ចឹងតែបើចំពោះឡានដូចជា330បាទពីមុនបាទมันគិតពីឆ្នាំ2025នេះទេបាទខ្ទង់ប្រហែលជាខ្ទង់ឆ្នាំ2020 2021បាទ full នឹងមិន full តម្លៃអាចខុសគ្នាពី5 6000ខ្ញុំលើកឧទាហរណ៍មួយបាទ330បាទ full option គឺវាមាន DVD double បាទវាមានអេក្រង់របស់វាធំមានកាងបាញ់ទឹកនិងមាន laser បាទ laser well បាទហើយនឹងមាន DVD double អីហ្នឹងទៅខ្ញុំសួរអ៊ំពុំមិញទាំងអស់គ្នាថា option ទាំងហ្នឹងយកមកប្រើអីនៅយើងបាទអេក្រង់ធំគេប្រើមើលផែនទីនៅស្រុកគេមកស្រុកយើងប្រើលែងបានហើយផែនទីហ្នឹងបាទកាងបាញ់ទឹកខាងមុខនៅស្រុកគេបាញ់ទម្លាក់ព្រិលដែលចាប់ជាមួយនឹងចង្គៀងបាទជាមួយនឹងចង្គៀងជាមួយនឹងអីហ្នឹងព្រិលវាធ្លាក់ជាប់មកគេបាញ់ទឹកទៅដើម្បីឲ្យវាធ្លាក់ព្រិលធ្លាក់អីហ្នឹងមកវិញបាទ DVD double បាទពីមុនគេសម្រាប់កំសាន្តតន្ត្រីអីផ្សេងប៉ុន្តែឥឡូវវានៅតែមើលបានប៉ុន្តែគេលែងប្រើហើយបាទទៅសក្បាលទេបាទ option បែបនេះបាទខុសគ្នាតិចតួចប៉ុណ្ណឹងខុសគ្នា5 6000បាទអ៊ំពុំមិញទាំងអស់គ្នាទិញធម្មតាទៅហើយទុកលុយ5 6000ហ្នឹងទៅទិញអ្វីផ្សេងទៀតខ្ញុំចំណេញជាងអានេះគ្រាន់តែជាគំនិតរបស់ខ្ញុំជូនទៅកាន់អ៊ំពុំមិញទាំងអស់គ្នាបាទសម្រាប់ពិចារណាតែប៉ុណ្ណោះទេបើសិនជាស្រឡាញ់អីទិញនឹងទៅបាទអត់ម៉ាញទេបាទអត់បខំទេបាទអញ្ចឹងទិញទៅបាទស្រឡាញ់អីទិញនឹងទៅបាទនៅក្នុងស្រុកយើងឡានបាទនិយាយឲ្យអស់ទៅឡើងត្រឡប់ទៅត្រឡប់មកវិលទៅវិលមកបាទអ្នកខ្លះយកធម្មតាទៅដូរកាងបាទកាងដូចជា Highlander ខ្ញុំនិយាយហ្នឹងគឺវាមានកាងខ្លះកាងធម្មតាទេបាទជ័របិទចិត្តយើងយកទៅឡើងពិលឡើងអីឡើងគុជឡើងអីឡើងមញេឡើងអីបានមកអែមដូចគ្នាប្រើប្រាស់បានដូចគ្នាសំលុយបានមកចំណែកធំបានទំនើបជាងផងដែរបាទនេះខ្ញុំរៀងនិយាយរៀងវែងឆ្ងាយបន្តិចបាទត្រឡប់មក Highlander របស់យើងវិញបាទចូលមកដល់ Highlander 6ម៉ាស៊ីនអ៊ំពុំមិញទាំងអស់គ្នាបាទខ្ញុំបញ្ជាក់អញ្ចឹងបាទវាខុសគ្នាมันខុសពី4ម៉ាស៊ីនប្រហែលទេបាទខាងក្នុងរបស់វាក៏អីចុចបាទ limited full ប៉ុង1ប៉ុង2បាទបើកដបូលបិទដបូលក្នុងលឿងក្នុងប្រផេះបាទបើនិយាយរួមទៅអត់ខុសគ្នាប្រហែលអត់ខុសគ្នាជាមួយក្នុងការប្រើប្រាស់ទេពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនបច្ចេកទេសគ្រឿងក្រោមស្អីផ្សេងគឺដូចតែគ្នាទេបាទឧទាហរណ៍4ម៉ាស៊ីនយ៉ាន់របស់វាយ៉ាន់ដែកយើងដូរយ៉ាន់ដែកចេញទៅបើយើងអត់ស្រឡាញ់ទិញយ៉ាន់6ម៉ាស៊ីនយកមកដាក់មកគ្រឿងបន្លាស់នៅស្រុកយើងគឺសម្បូរអញ្ចឹងយើងសន្សំចៃបានច្រើនដែរបាទហើយការប្រើប្រាស់នៅក្នុងស្រុករបស់យើងហ្នឹងក៏អត់មានអីខុសគ្នាដែរបាទឡានខ្លះក៏ប៉ុង1ឡានខ្លះក៏ប៉ុង2ទៅ4ម៉ាស៊ីនប៉ុង1ក៏មាន4ម៉ាស៊ីនប៉ុង2ក៏មាន6ម៉ាស៊ីនប៉ុង1ក៏មាន6ម៉ាស៊ីនប៉ុង2ក៏មានដែរអាស្រ័យទៅកន្លែងការប្រើប្រាស់របស់យើងហ្នឹងតើយើងប្រើប្រាស់លក្ខណៈគ្រួសារធម្មតាឬក៏យើងយកទៅដឹកធ្ងន់ដឹកស្រាលផ្លូវចំណោតផ្លូវផុកផ្លូវល្បាប់តាមសពតាមភូមិទិញទៅតាមហ្នឹងទៅបាទ4ម៉ាស៊ីនប៉ុង1វារត់ធម្មតាសាមញ្ញប្រើសម្រាប់គ្រួសារបាទដឹកកូនដឹកប្រពន្ធដើរលេង holiday បន់ទៀនអីធម្មតាផ្លូវស្អាតផ្លូវអីចឹងទៅតែបើសិនជាប៉ុង2វាគ្រាន់តែកម្លាំងទាញវាខ្លាំងជាងហ្នឹងបាទមានបងប្អូនខ្លះសាញរឿង4ម៉ាស៊ីនប៉ុង2ហ្នឹងទៀតបាទ4ម៉ាស៊ីនប៉ុង2ថារត់ទៅងាងចេះចុះប៉ុន្តែខ្ញុំអត់ឲ្យយោបល់គិតបែបហ្នឹងទេ4ម៉ាស៊ីនប៉ុង2ខ្ញុំធ្លាប់ជិះគឺរត់ស្រួលទៀតបាទរត់ម៉ានេះគ្រាន់តែខ្ញុំធ្លាប់ប្រើទេដោយសារអីដោយសារខ្ញុំជឿទៅលើបច្ចេកទេសរបស់ក្រុមហ៊ុន Toyota បាទគេធ្វើមកគេមិនមែនធ្វើចេះតែចេញលក់ឲ្យតែបានទេបាទខុសបច្ចេកទេសអីតិចគេហៅរថយន្តចូលវិញរាប់ម៉ឺនរាប់លានគ្រឿងក៏មានដែរបាទអានេះទៅតាមស្រុកយើងទៅតាមអារម្មណ៍ការប្រើប្រាស់បច្ចុប្បន្ននេះមានការប្រអាប់បន្ទោសគ្នាទៀតឲ្យទិញឡាននេះមកចេះចុះបាទហើយមកបន្ទោសអ្នកលក់ថាពួកឯងយ៉ាត់ខ្ញុំយកឡានទៅគេប្រអាប់ខ្ញុំយកឲ្យវិញមានរហូតដល់ប៉ុណ្ណឹងទៀតបាទអញ្ចឹងអានេះគឺជាការចែកម្លែកបទពិសោធន៍សម្រាប់ខ្ញុំទៅកាន់អ៊ំពុំមិញទាំងអស់គ្នាទេហើយនិយាយប៉ុណ្ណឹងទៅមិនដឹងថាអ៊ំពុំមិញយល់អត់ទេព្រោះនិយាយអត់អស់វីដេអូវាវែងពេកបាទអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាការប្រើប្រាស់រថយន្តគឺយើងទិញទៅតាមតំបន់ទៅតាមអារម្មណ៍ដែលយើងស្រឡាញ់ទៅបាទស្រឡាញ់ពណ៌អីទិញពណ៌ហ្នឹងទៅថាវិការយើងមាន10000យើងកុំសម្ដៅឡាន15000 14000នោះវាអត់កើតទេបាទអញ្ចឹងវាចំឡានដែលគេយកមកដូរពណ៌បាទឡានបើខ្ញុំនិយាយឲ្យយោបល់ទៅប៉ះតិចតួចឆ្នាំបាញ់ឆ្នាំអីយកទៅប្រើទៅបាទអត់អីទេបាទ
យកទៅប្រើទៅកុំឲ្យតែវាបុកសាច់ដែកនឹងធ្ងន់ធ្ងរកុំឲ្យតែវាកាត់តកុំឲ្យតែវាម៉ាស៊ីនឡោកម៉ាស៊ីនអីហ្នឹងយើងមើលតែម៉ាស៊ីនមើលតែប្រអប់លេខមើលតែសាច់ដែកកុំឲ្យជាប់ស្នាមផ្សាស្នាមកាត់ស្នាមអីទៅបានហើយបាទប៉ះតិចតួចយកទៅប្រើទៅគ្រឿងបន្លាស់គឺវាអត់ខ្វះទេតម្លៃក៏វាទៅតាមនឹងដែរអញ្ចឹងណាបើសិនជាអ៊ំពូមីងទាំងអស់គ្នាចង់បាន Highlander តម្លៃ 10000 បាទមានលុយខ្លួនឯងតែ 10000 ទេប៉ុន្តែអ៊ំពូមីងទាំងអស់គ្នាទៅរកឡានដែលមានតម្លៃ 13000 14000 ឧទាហរណ៍ទេណាអ៊ំពូមីងទាំងអស់គ្នាបាទអ៊ំពូមីងទាំងអស់គ្នានឹងទិញបានឡានស្ទើរហើយអានេះខ្ញុំគ្រាន់តែប្រាប់ចឹងឯងមាន 10000 ធម្មតាស្រុកយើងថ្លៃថោកទៅតាមពណ៌ទៅតាមផ្លាកលេខខ្ពស់លេខទាបអញ្ចឹងដែរឡានខ្លះលេខមួយអក្សរបាទតម្លៃ 10000 ឡានខ្លះលេខអក្សរ A អញ្ចឹងទៅក្បាល A អញ្ចឹងទៅតម្លៃ 12000 ក្បាល B តម្លៃ 15000 អញ្ចឹងទៅតែបើអ៊ំពូមីងគិតឲ្យដល់ចំណុចហ្នឹងទៅអ៊ំពូមីងចេះមើលឡានខ្លះពឹងទៅលើឃ្លាំងខ្លះពឹងទៅអ្នកដែលនាំមកខ្លះទៅបាទយើងយកលេខមួយអក្សរទៅតាមទឹកលុយរបស់យើងទៅបានឡានស្អាតយកទៅប្រើបើសិនជាអ៊ំពូមីងមានលុយត្រឹម 10000 អ៊ំពូមីងទៅមើលឡានលេខ2អក្សរលេខអីណាខ្ញុំនិយាយក្នុងឆ្នាំ 2025 នេះទេណាបាទ Highlander ដែលមានតម្លៃគឺវាថ្លៃថោកទៅតាមផ្លាកលេខតាមពណ៌តាមអីចឹងដែរអ៊ំពូមីងទិញពណ៌ខុសមកបាទពណ៌ស្រុកយើងគេពេញនិយមសពណ៌ទឹកប្រាក់អញ្ចឹងទៅអញ្ចឹងយើងទៅទិញពណ៌ខ្មៅពណ៌ក្រហមឲ្យយកមកប្រើមកបាទតម្លៃលុយ 10000 របស់យើងហ្នឹងយើងទិញបានឡានខ្ចីឡានខប់យកមកប្រើទៀតអញ្ចឹងយើងទិញឡានយើង 10000 បាទគេទិញឡានគេ 12000 ឆ្នាំក្រោយគេលក់ឡានគេ 10000 យើងលក់បាន 8000 ខាត់ 2000 ដូចតែគ្នាទេបាទកុំខ្វល់បើអ៊ំពូមីងខ្លះគិតថាជិះពណ៌ក្រហមអញ្ចឹងលក់វិញខាតអត់មានហាងឆេងកុំទៅគិតចឹងបាទហាងឆេងដូចតែគ្នាទេបើឡានយើងទិញតែ 10000 ហ្នឹងយើងលក់ចង់បាន 10000 ដូចគេលក់មិនបានវាអត់បានទេបាទនេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំឲ្យទៅកាន់អ៊ំពូមីងទាំងអស់គ្នាបាទដែលមានសំណុំពរមកកាន់អ៊ំដនពាក់ព័ន្ធជាមួយនឹង Highlander អញ្ចឹងខ្ញុំសរុបជារួមមកវិញ Highlander គឺអត់មានអីខុសគ្នាទេចំពោះតួបាទខាង4ម៉ាស៊ីនឬក៏6ម៉ាស៊ីនក៏លេខខាងក្រៅមួយផ្លែតដូចតែគ្នាបាទមើលខាងក្នុងបើកម៉ាស៊ីនមើលមិនដឹងថាអាហ្នឹងវា4ម៉ាស៊ីនឬក៏6ម៉ាស៊ីនស្រុកយើងវាបាត់តែបាត់អីវាបាត់គ្រឿងសម្គាល់ផ្លាស់ប្ដូរទៅតាមអារម្មណ៍របស់យើងបាទ4ម៉ាស៊ីនសម្បូរជាងគេគឺយ៉ាន់ដែកបាទយ៉ាន់ប្រភេទដែកប៉ុន្តែឥឡូវយ៉ាន់ដែកវាឡើងមានហើយមើលអត់ដឹងទេបាទបងប្អូនយើងយកមកផ្លាស់ប្ដូរអស់ទិញ6ម៉ាស៊ីនយកមកដូរអញ្ចឹងទៅទិញយ៉ាន់លេងយ៉ាន់អីយកមកមើលអត់ដឹងទេបាទអញ្ចឹង4ម៉ាស៊ីនវាខ្សោយជាង6ម៉ាស៊ីនហើយកុំឆ្ងល់ពេកបាទ4ម៉ាស៊ីនវាប្រើសម្រាប់គ្រួសារយើងធម្មតាដូចខ្ញុំនិយាយនៅខាងដើមអញ្ចឹង6ម៉ាស៊ីនវាខ្លាំងជាងបាទប្រៀបធៀបមនុស្ស4នាក់និង6នាក់លើកអីវ៉ាន់ទៅបាទខាងណាលើកខ្លាំងជាងអានឹងដឹងហើយអញ្ចឹងអ៊ំពូមីងទាំងអស់គ្នាអាចនឹងយល់ខ្លះបើសិនជាខ្វះខាតកន្លែងណាអ៊ំពូមីងអាច comment សួរបន្ថែមមកខ្ញុំនឹងចេញវីដេអូបន្តទៀតបាទថ្ងៃនេះខ្ញុំមកបញ្ជាក់តែប៉ុណ្្នឹងទេដោយសារវីដេអូយើងវែងពេកក៏ពិបាកនឹងក្នុងការមើលតាមដានដែរបាទអញ្ចឹងអ៊ំពូមីងអាចនឹងយល់បានខ្លះហើយបាទ Highlander ថ្ងៃនេះខ្ញុំមកចែកម្លែកចឹងបាទ4ម៉ាស៊ីនវាមានពី03មក01ហ្នឹង01ដល់03ហ្នឹងស្តុបអីរបស់វាអីហ្នឹងគឺតាស៊េរីតែមួយទេបាទស្តុបមុខជាគៀងមុខគៀងក្រោយអីហ្នឹងតែមួយទេចេញពី04ទៅដល់07វាផ្លាស់ប្ដូរខ្លះបាទមើលទៅរៀងភ្លឺស្អាតខ្លះអ៊ំពូមីងខ្លះជួនកាលយក01ទៅដូរជាគៀង06 07អី05អីក៏មានដែរបាទអត់មើលអត់ដឹងទេគ្រាន់តែការ option ដែលខ្ញុំបញ្ជាក់ហ្នឹងគឺវាមានកៅអីចុចវាមានដំបូលបើកមានពង2ពង4ខ្លះមានខ្លះអត់ខ្លះក្នុងប្រផេះខ្លះក្នុងលឿងខ្លះក្នុងប្រផេះសខ្លះប្រផេះខ្មៅបាទ6ម៉ាស៊ីនក៏ដូចគ្នាដែរខ្លះបើកដំបូលខ្លះកៅអីចុចខ្លះក៏កៅអីអត់ចុចខ្លះក៏ធម្មតាដំបូលបិទបាទខ្លះក៏ប៉ុង1ប៉ុង2អីដូចតែគ្នាទេអត់ខុសគ្នាទេខុសតែកម្លាំងម៉ាស៊ីនទេបាទហ្នឹងដែលខ្ញុំបញ្ជាក់អញ្ចឹងបាទខុសតែ4ម៉ាស៊ីននិង6ម៉ាស៊ីនទេបាទអានេះគឺខ្ញុំឲ្យយោបល់អ៊ំពូមីងទាំងអស់គ្នាអញ្ចឹងបាទបើសិនជាខ្វះខាតសួរមកបាទសួរបន្ថែមមកខ្ញុំនឹងឆ្លើយតបនៅក្នុង comment ហើយចំពោះ option ផ្សេងដូចខ្ញុំបានបញ្ជាក់អ៊ំពូមីងទាំងអស់គ្នាអញ្ចឹងគឺវាអាស្រ័យទៅលើស្រុកគេបាទខ្ញុំធ្លាប់សួរគេអ្នកនៅខាងនោះគេថាបើសិនជាយើងមិនត្រូវការ option អីគេយើងទៅប្រាប់រោងចក្រមកថាខ្ញុំអត់យកអានេះអត់យកអានោះទេអញ្ចឹងលុយខ្ញុំបាក់ចិត្តខ្ញុំនៅប៉ុណ្ណេះអញ្ចឹងដកអីខ្លះដកទៅអាហ្នឹងគេ option វាមកតាមហ្នឹងនេះខ្ញុំដឹងពីគេមកគេនិយាយអញ្ចឹងទេបើកុហកតាមគេបើពិតក៏ពិតតាមហ្នឹងទៅណាអ៊ំពូមីងទាំងអស់គ្នាអញ្ចឹងការចែករំលែកជាមួយនឹង Highlander បាទខ្ញុំសូមបញ្ចប់ឲ្យវីដេអូចូលប្រហែលជាជាង10នាទីហើយអញ្ចឹងបើសិនជាមានការខុសឆ្គងកន្លែងណាឬក៏ខ្វះខាតកន្លែងណាសូមបងប្អូនរួមអាជីពទាំងអស់គ្នាជួយ comment នៅក្នុងវីដេអូនេះមកហើយអ៊ំពូមីងចង់សួរអ្វីបន្ថែមទៀតអាចសួរមកខ្ញុំនឹងធ្វើវីដេអូបង្ហាញបន្តទៀតបាទសូមអរគុណបាទ